ជំរាបសួរទៅជនហាងកង់ចាក់ថ្ងៃទាំងអស់គ្នាបាននេះជាកង់ថ្មីប្រភេទ Gravel brand Fuji របស់ជប៉ុនបាទដែលមាន logo ភ្នំ Fuji ផ្ទាល់តែម្ដងបាទសម្រាប់កង់មួយនេះជាប្រភេទតួ Chromoly ថ្មី 100% size 46 inch បាទបំពាក់ជាមួយនឹងគ្រឿងដៃទះ Gravel មុខមួយក្រោយ10 LTU ដែលអាចមានខ្លាច់ល្អគឺជាប់ណែនតែម្ដងរលាស់តឹងល្អសម្រាប់ប្រអប់លេខវាបាទហើយសម្រាប់កង់ទាំងមូលនេះគឺមានសភាពស្អាតរឹងមាំល្អមែនទែនបាទនេះជាដៃចុច GR7 របស់ LTU ដែលខ្ញុំបានប្រើប្រាស់មួយរយៈនេះគឺយើងមានអារម្មណ៍ថាល្អគុណភាពទទួលយកបានជាមួយនឹងដៃ Gravel ផ្ទាល់តែម្ដងបំពាក់ជាមួយនឹងកណាត់ពុំដ៏ប្រណិតបាទជាមួយនឹង logo នៅខាងមុខ Fuji ជាមួយនឹងភ្នំ Fuji ផងដែរបាទហើយកង់នេះយើងបំពាក់ជាមួយនឹងចំពោះវានឹងមានខ្ចៅចាប់ពីសម្រាប់អ្នកទៅធ្វើ touring ឆ្ងាយយើងអាចចាប់រុននឹងចាប់រៀនបានទាំងមុខទាំងក្រោយនៅខាងក្រោយចាប់រៀនទៅខាងក្រោយក៏បានចាប់រៀនមកខាងមុខក៏បានមានខ្ចៅចាប់ពីបាទសម្រាប់ដុំយើងប្រើដុំបដាងរ៉ែតែម្ដងសន្លឹកដេកចាប់ហាប់ណែនតែម្ដងសបកយើងប្រើសបក Bond Pressure 700C គុណនឹង45បាទប្រភេទធំល្មមសម្រាប់ប្រើប្រាស់គ្រប់សានភាពផ្លូវហើយខ្នងយើងប្រើខ្នងប្រភេទមាំតែម្ដងរបស់ Cruiser អាចប្រើរបប Tubeless បាននៅទីនេះមានកន្លែងចាប់ស្លឹកនេះហើយក៏មានសេចក្ដីណែនាំពីការប្រើប្រាស់កង់ដែលយើងត្រូវប្រើប្រាស់បែបម៉េចបើកភ្លើងនៅពេលណាជិះអីមានខ្លះសូមចុចអានទីនេះគឺគាត់បិទរំលឹកយើងជាប់ជានិច្ចតែម្ដងបាទហើយកង់នេះសម្រាប់ការរចនាគាត់មិនឲ្យអញ្ញាញ៉ៃទេគឺអក្សរ Fuji នៅលើតួតែម្ដងអញ្ចឹងមានអ្នកជិះទេដែលបានឃើញអក្សរ Fuji ដែលអ្នកភ្ញៀវទូទៅមិនបានឃើញទេអ្នកពីខាងក្រៅបាទសម្រាប់ជើងដបទឹកចាប់គ្រប់កន្លែងតែម្ដងបញ្ជាក់អំពីស្ពេចនេះគឺជា size 46ហើយប្រភេទ Chromoly គឺ 520ប្រភេទ Chromoly បាទហើយនេះជាគូកែបហើយនឹងកែបដែលយើងបានប្រភេទគឺប្រភេទ Sail Royal ជាប់ហាប់ណែនតែម្ដងបាទហើយសម្រាប់ជង្គង់វិញគឺយើងប្រើជង្គង់ Provel ប្រភេទរបស់តៃវ៉ាន់ហើយសម្រាប់កង់នេះធ្វើមកស្អាតណាស់តួនេះគឺបំពាក់ជាមួយនឹងជ័រការពារចង្វាក់នេះគឺប្រភេទ Fuji ភ្នំតែម្ដងបាទនេះជា Derriere របស់ LTU GR7 គឺថឹងតឹងតែម្ដងណែនល្អបំផុតវាយច្បាស់រហ័សលឿនបាទសម្រាប់រ៉ែគាត់ក៏លឺខ្លាំងដែរបាទនេះជាកង់ Fuji ពីហាងកង់ចាក់ថ្ងៃទាំងអស់គ្នាបាទអរគុណ